អូមីនីដាច់ថ្ងៃនេះក្រុមរបស់ពួកយើងមកពីក្រុមទី2នៃសាលាវិទ្យាល័យប្រាំដួងដំណើរថ្នាក់ទី9 3ពួកយើងគឺក្រុមរបស់ពួកយើងថ្ងៃនេះដែរគឺនឹងមកបកស្រាយអំពីឥទ្ធិពលនៃគ្រឿងញៀនដែលដឹកនាំដោយលោកគ្រូវ៉ាន់រតនាឡើយយើងទៅសម្ភាសលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំត្រូវសម្ភាសបងអំពីតើឥទ្ធិពលគ្រឿងញៀនវាជាផលប៉ះពាល់អីទៅដល់ចំនួនក្មេងៗដូចជាខ្ញុំចំពោះបញ្ហាគ្រឿងញៀនវិញគឺវាផ្ដល់ផលប៉ះពាល់ដល់ចំនួនក្មេងៗច្រើនហើយគ្រឿងញៀនវាបាននិយាយទៅយុវជនវិញវាផ្ដល់ផលប៉ះពាល់ច្រើនណាស់អញ្ចឹងដល់កុមារដល់នេះថាពួកកុមារគឺជាវ័យមួយដែលឆាប់ចាប់បាននៅអ្វីគ្រប់យ៉ាងដូចជាបើសិនជាក្នុងសង្គមនោះមិនតែគ្រឿងញៀនទេហើយពួកគេឃើញនៅយុវជនផ្សេងៗប្រើប្រាស់អីទេពួកគេមានចិត្តចង់ប្រើប្រាស់ធ្វើឲ្យការសិក្សារបស់ពួកគេចាក់ចោលហើយនឹងមានបញ្ហាផ្សេងៗទៀតដល់គេដូចជាខ្វះថវិកាដូចជាការចំណាយទៅលើគ្រឿងញៀនហ្នឹងហើយនឹងធ្វើឲ្យបំផាច់ដល់គ្រួសារសង្គមខ្លួនឯងផ្ទាល់ហើយគ្រួសារវិញវាគ្រួសារបែបបងប្រាក់ចំណូលសារអីកូនការប្រាក់គ្រឿងញៀនចឹងពេលខាងទៅគាត់ខ្វះលុយចឹងគាត់អាចលួចលុយពីឡាយពុកចឹងដល់ពេលចំពោះសង្គមវិញសង្គមខ្វះទុនជំនួសសារតែបងប្អូនគឺជាតំណាងសង្ស័យដើម្បីពួកគេថាជាបានតតែបានទៅពួកគេចាប់យកចំណេះដឹងហើយបើពួកគេតែតែគឺចឹងពួកគេគឺមានការសិក្សាទេហើយចំពោះឯងវិញគឺបាត់បង់មតិសាយពុកម៉ាក់ឬក៏អ្នកផ្ទៃគឺខាងខ្លួនឯងតែគឺចង់ពាក់ព័ន្ធជាមួយទេខាងមានបញ្ហាដល់ថ្ងៃក្រោយបាទហើយយើងចូលដល់ពីគ្រឿងញៀនខ្ញុំលេចបានយើងបាច់គ្រឿងញៀនបានឈ្មោះកន្លែងហ្នឹងបងមានឡើងល្អទេតែព្រោះគ្រឿងញៀនហ្នឹងវាល្អពីបញ្ហាដែលកំពុងកើតឡើងខាងហើយណាមួយអ្នកជំនាញផ្សេងៗកំពុងតែចេញនៅពីការបំពេញពីការដើម្បីកាត់បន្ថយបញ្ហារបស់ហ្នឹងហើយដើម្បីស្ដាច់ជំនាញបាននឹងអាស្រ័យលើពីខ្លួនឯងផ្ទាល់ហើយនឹងការចូលរួមពីអតីតដែរតែគេមាននៅដូចជាសាលាការដើម្បីកាត់បន្ថយអ្នកការប៉ះគ្រឿងញៀនហ្នឹងដើម្បីកាត់បន្ថយសារធាតុញៀនអញ្ចឹងពេលគេចូលទៅគេអាចនៅជិះ